ថ្មិចបើចិត្តដល់គម្រប់ខួបមួយឆ្នាំនៃការពលីដ៏ឈឺចាប់របស់វីរៈកងទ័ពយើងមួយរូបដែលត្រូវបានពួកអាចោរសៀមបាញ់សម្លាប់កាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ហើយចិត្តដល់ណាបងប្អូនមួយឆ្នាំពិតជាលឿនមែនតែម្ដងហើយការពលីរបស់កងទ័ពយើងមួយរូបនេះហើយដែលឈានឲ្យមានសង្គ្រាមថ្ងៃទី24កក្កដាឆ្នាំ2025នេះគឺជាការឈឺចាប់ដែលយើងអត់អាចបំភ្លេចបានទេកូនខ្មែរគ្រប់រូបត្រូវតែចងចាំព្រឹត្តិការណ៍ដ៏ឈឺចាប់នេះតែម្ដងរំលឹកទៅដល់ការឈឺចាប់មួយនេះសង្ឃឹមថាកូនខ្មែរគ្រប់រូបពិសេសគឺយុវជនតែម្ដងឆ្នៃការឈឺចាប់មួយនេះទៅជាកម្លាំងចិត្តប្រើកម្លាំងចិត្តដើម្បីកសាងអភិវឌ្ឍខ្លួនទៅជាធនធានដែលអាចចូលរួមចំណែកកសាងអភិវឌ្ឍនិងជំរុញសេដ្ឋកិច្ចជាតិបានយើងចូលរួមទាំងអស់គ្នាយកអាការឈឺចាប់ដែលសៀមវាធ្វើដាក់យើងនេះធ្វើឲ្យប្រទេសជាតិយើងខ្លាំងឡើងដើម្បីយើងតទល់ជាមួយវាទៅថ្ងៃមុខទៀតពីព្រោះពួកអាចោរសៀមនេះវាមិនដែលបោះបង់ចោលគំនិតឈ្លានពានកម្ពុជាយើងនោះទេហើយបន្តស្មារតីរួបរวมកុំបែកបាក់គ្នាឲ្យសោះដរាបណាចំនួនព្រំដែនកម្ពុជាសៀមមិនទាន់ដោះស្រាយចប់ហើយវាមិនទាន់ដកកងទ័ពចេញពីដីកម្ពុជាយើងសូមបន្តស្មារតីរួបរวมជឿជាក់លើរដ្ឋាភិបាលកម្ពុជានិងបន្តស្មារតីពហិការទំនិញរបស់ពួកអាចោរសៀម